នេះហើយស្និទ្ធត្រកនខាប់ក៏ដោយរៀបសិនហើយ1-0នឹងមិនក្របបាល់ទេណាមែនយូឈ្នះពៀន1-0ហើយមិនបាច់ប្រាប់ក៏ដឹងដែរថាអាពៀនស្និទ្ធត្រកនខាប់ហ្នឹងណាគេធ្វើមកទុកឲ្យមែនយូនឹងឯងសាកគិតមើលថាអាស្និទ្ធត្រកនហ្នឹងមិនស្ប៉ុនសឺនៅលើអាវមែនយូនិយាយអញ្ចឹងច្បាស់ជាមានបងប្អូនយើងឆ្ងល់ទៀតថាស្និទ្ធត្រកនហ្នឹងអីគេស្និទ្ធត្រកនហ្នឹងជាប្រភេទ chip CPU ទូរស័ព្ទដែលបងប្អូនប្រើរាល់ថ្ងៃហ្នឹងមកស្ប៉ុនសឺនៅលើអាវមែនយូហើយ chip CPU ហ្នឹងគេដាក់ជាប្រភេទទូរស័ព្ទដែលលក្ខណៈថាមានតម្លៃរៀងថ្លៃដូចជាពពួក iPhone Samsung ដែលមានតម្លៃថ្លៃឬក៏Oppo Vivo អីឲ្យតែរៀងតម្លៃ500លើសឬក៏ទៅ1000ជាងអីអាហ្នឹងគេដាក់តែ Snapdragon ហ្នឹងឯងព្រោះអីកម្លាំង CPU វាខ្លាំងតែទូរស័ព្ទក្រោម100ឬមួយក៏100ជាង200អីអាហ្នឹងគេប្រើប្រភេទ CPU MediaTek Snapdragon ចេញមកពីក្រុមហ៊ុន Qualcomm របស់អាមេរិកតែបើ MediaTek ដែល chip CPU តម្លៃរៀងធូរថ្លៃគេដាក់លើទូរស័ព្ទរៀងថោកហ្នឹងអាហ្នឹងចេញមកពីតៃវ៉ាន់ហើយណាញ់លក់អស់នៅពេលដែល chip CPU iPhone Snapdragon ហ្នឹងយកមកដាក់លើ iPhone ដឹងមិនបានក្តៅអត់iPhone វាអត់មានប្រព័ន្ធបន្សាបកម្ដៅដូចពួក Oppo Vivo Samsung Snapdragon ដូចគ្នាតែប្រើ Oppo Vivo Samsung អត់ក្តៅទេតែបើប្រើ iPhone ក្តៅហើយមិនមែនក្តៅធម្មតាទេក្តៅគៀងទៀតហើយបើសួរថាម៉េចបានខ្ញុំដឹងខ្ញុំជាងទូរស័ព្ទបើបងប្អូនមានទូរស័ព្ទខូចចង់ជួសជុលអីអាចឆាតមក Telegram ខ្ញុំបានចូលមករឿងបាល់យើងវិញ Snapdragon មិន sponsor នៅលើអាវ Man U លុយជាង60លានតាសម័យមើលថាបើទីហោថាអុយ AT អ្នកមកលើក Snapdragon Cup យកពាន Snapdragon Cup ទៅចូលក្លឹប AT វិញអានឹងការគិតរបស់ខ្ញុំទេវាមើលទៅដូចមិនទេអញ្ចឹងហើយបាន Man U ប្រកួតនេះប្រឹងលេងមែនទេចង់ឈ្នះបដ ாய் ហើយមើល Man U ប៉ះ AT យប់មិញមានណាគេដូចខ្ញុំអត់ខ្ញុំមានអារម្មណ៍ថាដូចកំពុងតែមើល Man U ទៅប៉ះជាមួយនឹងជម្រើសជាតិ U21 អេស្ប៉ាញអញ្ចឹងហីរងលេងរបស់ AT យប់មិញស្តៀងជម្រើសជាតិអេស្ប៉ាញគ្រប់គ្រងបាល់ច្រើនព្យាយាមលេងបាល់ខ្លីព្យាយាមចោះរកប្រឡោះទម្លាយសំណាញ់ទីគូប្រកួតស្តៀងមែនតើយប់មិញខ្ញុំមើលបើខាង Man U វិញរៀងដាក់ពេញជើងដែរព្រោះអីខ្លាចចាញ់ដូចខ្ញុំនិយាយពីដើមជើងឯងបើចាញ់ពៀន sponsor ខ្លួនឯងឲ្យទៅក្លឹបផ្សេងអ្នកលើកអ្នកយកទៅដាក់ក្លឹបគេនេះដឹងយកមុខទុកណាយតែក្មេងៗបោះ AT ខ្ញុំឃើញយប់មិញនៅពេលដែលបងដែលជាប់ជំរឿសជាតិដូចជាជាប់អេស្ប៉ាញដែលទៅលេង World Cup រួចជាប់អាសងទីនៅទៅលេង World Cup រួចអត់ទាន់បានចូល World Cup នៅពេលដែលវាមានឱកាសពួកក្មេងៗវាប្រឹងមែនទេវាអត់បានគិតថាពៀន sponsor ក្លឹបណាឬមួយក៏ពៀននឹងប្រភេទពៀនអីគេតែឲ្យតែធ្វើម៉េចវាប្រឹងឲ្យតែបានលើកពៀនជាមួយឈុតធំសិនពៀនមិត្តភាពអីក៏ដោយឲ្យតែមានឈ្មោះទៅលើកពៀនជាមួយឈុតធំសិនមិនក៏ក្រៀមដែរមុនការប្រកួតខ្ញុំគិតថាប្រហែលជាបានមើលតម្រងលេងរបស់ប្អូន JJ កាប់ L រៀងច្រើនគ្រាន់ហើយតែតាមមើលទៅវាខុសផែនការរបស់ Michael Carrick ខាង AT នៅមុខលឿន5នាទីនៅមុខ 1-0 បានចឹងហើយបានជាខាង Carrick យប់មិញអត់ងាយដូរកីឡាករចាស់ចាញ់ឲ្យដាក់ក្មេងៗចូលទេតែតាមឡើងបាល់នៅមុខវិញបានហ៊ានដាក់ឲ្យក្មេងៗចូលចង់ម៉ងអាប្អូន JJ កាប់ L នឹងចូលទៅឃើញប៉ះបាល់បានដូចជាម្ដងពីរដងដែរតែខ្ញុំមើលទៅឃើញថាដូចនៅភ័យអាប្រកួតទី1ជាមួយឈុតធំណាភ័យបានបាល់ទៅវាអត់លះដូចការដែលលេងឲ្យ U18 ទេចង់អូសបន្តិចចង់កាត់បន្តិចមើលទៅបាល់ដូចទាក់ដៃទាក់ជើងអូសអត់បានស្មូតទេបើការលេងនៅ U18 បាល់ប៉ុណ្ណឹងអូសទៅសុទ្ធដូចស្អីចឹងហ៎អាប្អូន JJ កាប់ L ប្រកួតក្រោយមាននាទីឲ្យគ្នាចូលលេងបានច្រើនចឹងនេះចូលមកយកប័ណ្ណវិសោធន៍ហើយឈប់ភ័យខ្ញុំធានា 100% ឲ្យបដ ாய் អាប្អូននឹងដឹងតែល្អចាំមុខទុក JJ កាប់ L មិនមែន JJ7 ណាបើកីឡាករផ្សេងដូចជា Harry Maguire Mason Mount Amad Diallo Mbeumo អីអាហ្នឹងមិនបាច់ទៅនិយាយទេបើឲ្យប៉ះក្មេងៗអញ្ចឹងតម្រងលេងរបស់គេមានបទពិសោធន៍ច្រើនជាងជាពិសេស Mason Mount មានមួយកន្លែងនោះនៅពេលដែលបានបាល់ទៅអាក្មេងៗខាង AT ទៅចោមរោម 3-4 នាក់ចាំយកបាល់មានណាប្រើ skill ឆ្កឹះថយក្រោយបន្តិចដាច់អស់ 3-4 នាក់យកបាល់ទៅលេងឲ្យមុខធ្វើមិនដឹងយុវជន Man U ដែលលេង pre-season ហ្នឹងឃើញថាបង្ហាញតម្រងលេងបានលេចធ្លោជាងគេហើយមើលទៅតម្រងលេងស្តៀងមិនមែនថាស្តៀងទេវាប្រហាក់ប្រហែលជាមួយនឹងបងហើយមើលទៅឡើយចង់ច្រឡំគ្នាហើយបែងចែកឲ្យដាច់ថាជាយុវជនឬមួយក៏ឈុតធំស្រាប់ទៅណាគឺអាប្អូន CLIC ជាប់មកជាមួយឈុតធំតាំងពីរដូវកាលមុនហើយប៉ុន្តែនៅ Premier League វាបង្ហាញខ្លួនបានតិចតួចមែនទែនភាគច្រើនគឺគេដូរចូលនៅចុងម៉ោង80បូកជិត90បូកហើយបានគេដូរចូល3ពជាពេលតែបើពៀនផ្លូវការដូចជាទឹកនោមផ្អែមខាប់ FA Cup អីអាហ្នឹងមាននាទីលេងបានច្រើនជាង Premier League ចូលលេងដំបូងឲ្យឈុតធំដូចជាការប៉ះជាមួយនឹង Aston Villa
ចូលទៅខ្ញុំមើលទៅឃើញថាទម្រង់លេងគឺបង្ហាញចាញ់មកច្បាស់បដ යි អត់មានខ្លាចអត់មានភ័យទេចេះញាក់កាត់ខ្សែការពារវេលាដែលគេចាស់គេសេរីចាស់មើលទៅដូចអត់ភ័យទេហើយអារដូវកាលខាងមុខណាអានេះខ្ញុំគិតការគិតរបស់ខ្ញុំទេខ្ញុំគិតថាបងអូននឹងអាចនឹងមាននាទីលេងបើនៅព្រីមៀរលីកអាចនឹងមាននាទីលេងនាទីទី6នាទីទី7អីអាចនឹងមានការដូរចូលបានញឹកជាងមុនណាហេងសុយពៀននៅក្នុងស្រុកខ្លះដូចជាទឹកនោមផ្អែមខាប់អាចនឹងជាប់11អ្នកដំបូងទៀតកុំអោយតែមានរបួសឬក៏ដើរតាមកំឡុងដូចជាអាកាណាឆូអារ៉ាហ្វតអីអាហ្នឹងអាណាគាត់ដឹងតែល្អហើយបើកុំតាមអាពីរអ្នកហ្នឹងណា